សួស្តីបងប្អូនទាំងគ្នារបៀបទៅកំណត់បកប្រែភាសាក្នុង Facebook បងប្អូនមានថាភាសាអង់គ្លេសឬភាសាអីទេបងប្អូនយើងអាចបកប្រែបានទាំងអស់បងប្អូនបាទឥឡូវនេះទៅកំណត់ទាំងអស់គ្នាបាទឥឡូវចុចមើលបាទគឺអានជាភាសាខ្មែរបងប្អូនបាទឥឡូវចាំមើលដល់គ្នាបាទឃើញទេបងប្អូនបាទដើម្បីបានភាសាខ្មែរនេះបងប្អូនចូលនេះមើលបាទជួយលេខពួកយើងនឹងបាទជិះមកបាទត្រេ3បាទតែ Android នៅលើបាទហើយបងប្អូនជួយលេខស្ប៊ឺនេះបាទ setting បាទចិត្តទៅបាទហើយបងប្អូនអូឡើងលើមកបាទបងប្អូនរកពាក្យថានេះ language and region បាទចុចទៅបាទហើយបងប្អូនបដូរកន្លែងនេះកន្លែង2នេះបាទយើងបដូរមុនមកបាទនេះបាទដាក់ភាសាខ្មែរមកបាទចុចទៅបាទចុចឲ្យបងប្អូនអូរភាសាខ្មែរបាទរកខ្មែរនេះបងប្អូនខ្មែរនេះបាទខ្មែរនេះបាទហើយបងប្អូនចុចមកចុចទៅបាទហើយបងប្អូនចូលមក sale ទៅមកបាទ sale ទៅបាទហើយបងប្អូនថយទៅមកបាទដាក់បង្លែកមួយទៀតបាទនេះដាក់កន្លែងនេះបាទនេះដាក់កន្លែងនេះបាទដោយមកខ្ញុំដាក់ខ្មែរត្រាប់ហើយបងប្អូនបាទឥឡូវនេះខ្ញុំឧទាហរណ៍បងប្អូនមើលបាទជើងអូសមកបាទយរួមមកខ្មែរបាទចាំផ្លេតបងប្អូនបាទរួមទៅឃើញបាទនេះបងប្អូនបាទនេះភាសាខ្មែរបាទនេះបាទចុចទៅបាទចុចហើយបងប្អូនមកសេលមកបាទសេលទៅបាទប៉ុណ្ណឹងគឺជាការត្រាយបងប្អូនបាទឥឡូវនេះយើងចូលមើលក្នុង Facebook យើងបាទថយទៅបាទដោយផុសមួយនេះខ្ញុំជួយឲ្យបងប្អូនមើលដើមវីដេអូណាបងប្អូនបាទឥឡូវនេះបងប្អូនជួយទៅមើលផុសផ្សេងទៀតបាទនេះទៅបាទគឺនេះបងប្អូនអានមើលមិនថាភាសាអីទេគឺយើងអាចមើលបានអស់បងប្អូនគ្រប់ភាសាបងប្អូននៅលើបងប្អូនតាំងបាទឡើយចុចមើលទៀតបាទ translate នេះបាទបងប្អូនឃើញទេគេនិយាយភាសាអីក៏យើងអាចមើលដឹងដែរបងប្អូនបាទហើយបងប្អូនអាចតាំងបានបងប្អូនមិនថាភាសាខ្មែរភាសាអង់គ្លេសឬភាសាផ្សេងៗទេបងប្អូនបាទនៅលើបងប្អូនតាំងបាទហើយក្នុងវីដេអូនេះមានប៉ុណ្ណឹងបាទសូមអរគុណសូមជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយបាទ